តាមអ្នកដែលឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនអាចរីកចម្រើនក្នុងជីវិតយ៉ាងស្ងៀមស្ងាត់ខណៈដែលអ្នកផ្សេងទៀតកំពុងតែជាប់គាំងទោះបីជាអ្នកទាំងពីរមើលទៅហាក់ដូចជាកំពុងខំប្រឹងធ្វើការខ្លាំងដូចគ្នាក៏ដោយវាមិនមែនមកពីសំណាងនោះទេហើយវាក៏មិនមែនមកពីមានដងដែរហើយវារត់តែមិនមែនមកពីការដែលយើងមានកម្លាំងចិត្តក្នុងការធ្វើវាទេតែវាគឺជាអ្វីដែលតូចជាងនេះឆ្ងាយណាស់យឺតជាងនេះឆ្ងាយណាស់ដែលទាំងនោះវាគឺជាសកម្មភាពតូចតាចប្រចាំថ្ងៃរបស់យើងនឹងឯងដែលមើលទៅវាហាក់ដូចជាគ្មានន័យអ្វីទាំងអស់នៅក្នុងខណៈពេលដែលយើងកំពុងធ្វើប៉ុន្តែតាមរយៈពេលវេលាវានឹងកែប្រែជីវិតទាំងមូលរបស់អ្នកនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងដកស្រង់5មេរៀនសំខាន់ចេញពីសៀវភៅ The Compound Effect មកចែករំលែកជូនអ្នកទាំងអស់គ្នាស្ដាប់មេរៀនទី1អំណាចនៃទម្លាប់តូចបំផុតដែលគេហៅថា Micro Habits ថ្ងៃនេះយើងនឹងនិយាយពីរបៀបដែលទម្លាប់តូចបំផុតកំពុងតែសាងសង់អនាគតរបស់អ្នកដោយស្ងាត់ដោយអ្នកមិនទាំងដឹងខ្លួនថាវាកំពុងកើតឡើងផងសាកស្រមៃមើលការស្រក់ទឹកមួយដំណក់ទៅលើផ្ទាំងថ្មវាមិនផ្ដល់ផលអ្វីទាំងអស់ប៉ុន្តែអ្នកអាចស្រមៃថាដំណក់ទឹកដដែលនោះវាស្រក់ចុះជារៀងរាល់ថ្ងៃច្រើនខែច្រើនឆ្នាំជាចុងក្រោយផ្ទាំងថ្មនោះនឹងប្រេះបែកនោះហើយវាគឺជាឥទ្ធិពលនៃ Compound Effect ហើយមិនថាអ្នកដឹងខ្លួនឬក៏មិនដឹងខ្លួននេះទេជីវិតរបស់អ្នកក៏ត្រូវបានកំណត់រូបរាងដូចនឹងដំណក់ទឹកតូចទាំងនេះដែរវាគឺជាទម្លាប់របស់អ្នករាល់ពេលដែលអ្នកជ្រើសរើសដូចជាការក្រោកពីគេង10នាទីរួចអានសៀវភៅបន្ថែមមួយទំព័រដោយរំលងការទិញរបស់មិនចាំបាច់ឬសូម្បីតែការញញឹមជំនួសឲ្យការរអ៊ូរទាំនោះអ្នកដែលកំពុងតែទម្លាក់គ្រាប់គ្រោះតូចមួយទៅក្នុងអនាគតរបស់អ្នកអញ្ចឹងហើយការពិតគឺថាសកម្មភាពតូចតាចទាំងនេះមិនដែលតូចតាចនោះទេពួកវាគឺជាការវិនិយោគតូចបំផុតដែលប្រមូលផ្ដុំជាការប្រាក់បញ្ហានោះគឺថាទម្លាប់តូចគឺតូចខ្លាំងណាស់រហូតដល់ខួរក្បាលតែងតែមើលរំលងពួកវាយើងចង់បានការផ្លាស់ប្ដូរដ៏ធំយើងចង់បានរាងស្អាតដូចអ្នកហាត់ប្រាណក្នុងរយៈពេល1ខែយើងចង់បានចំណូលកើនឡើងខ្ពស់ក្នុងរយៈពេល1សប្តាហ៍និងចង់បានជីវិតក្នុងក្តីស្រមៃនៅត្រឹមតែ1យប់ឬក៏1សប្តាហ៍ប៉ុណ្ណោះប៉ុន្តែការផ្លាស់ប្ដូរពិតប្រាកដមិនមែនផ្ទុះឡើងភ្លាមនោះទេវាគឺជាការសន្សំតាមរយៈការបូកបញ្ចូលគ្នាវាប្រៀបដូចជាថ្មទូរស័ព្ទរបស់អ្នកអញ្ចឹងដែលមិនបានអស់ថ្មភ្លាមនោះទេក្នុងពេលតែមួយវាគឺធ្លាក់ចុះម្ដង 1% នោះហើយគឺជាវិធីដែលទម្លាប់របស់អ្នកកំណត់រូបរាងអត្តសញ្ញាណរបស់អ្នកដូចគ្នាមេរៀនទី2ការផ្លាស់ប្ដូរអត្តសញ្ញាណហើយអ្វីដែលអស្ចារ្យបំផុតនោះគឺទម្លាប់តូចតាចមិនត្រឹមតែធ្វើឲ្យអ្នកប្រសើរឡើងនោះទេប៉ុន្តែពួកវាក៏ចាប់ផ្ដើមផ្លាស់ប្ដូររបៀបដែលអ្នកមើលមកខ្លួនឯងផងដែរបើអ្នកអានសៀវភៅមួយទំព័រនៅថ្ងៃនេះអ្នកនឹងស្រាប់តែមើលឃើញខ្លួនឯងជាមនុស្សដែលចូលចិត្តអានសៀវភៅបើអ្នកដើរហាត់ប្រាណបាន5នាទីអ្នកនឹងមើលឃើញខ្លួនឯងថាជាមនុស្សដែលមើលថែសុខភាពតែបើអ្នកសន្សំលុយ 1000 រៀលជារៀងរាល់ថ្ងៃអ្នកនឹងមើលឃើញខ្លួនឯងថាជាអ្នកដែលចេះសន្សំសំចៃម្នាក់ឧបមាថាអ្នកចង់មានសុខភាពល្អជាងមុនមនុស្សភាគច្រើនតែងតែលោតទៅរកការតមអាហារយ៉ាងតឹងរ៉ឹងការដាក់សម្ពាធលើខ្លួនឯងខ្លាំងការហាត់ប្រាណខ្លាំងនិងគម្រោងធ្វើយ៉ាងណាឲ្យអស់ពីលទ្ធភាពពេលខ្លះមិនធ្វើទាល់តែសោះក៏មានដែរទាំងអស់នេះហើយនឹងធ្វើឲ្យអ្នកអស់កម្លាំងក្នុងរយៈពេលតែ1សប្តាហ៍ប៉ុណ្ណោះប៉ុន្តែបើអ្នកចាប់ផ្ដើមដោយគ្រាន់តែដើររយៈពេល2នាទីក្រោយពេលញ៉ាំបាយល្ងាចរួចជារៀងរាល់ថ្ងៃវាហាក់ដូចជាតូចតាចពេករហូតដល់មើលទៅហាក់ដូចជាគ្មានន័យប៉ុន្តែនេះហើយគឺជាចំណុចសំខាន់វាងាយស្រួលធ្វើដដែលនិងមិនអាចនឹងបរាជ័យបានឡើយទាំងនេះគឺជាការវិនិយោគតូចដែលបង្កើតវិន័យដ៏រឹងមាំនៅពេលដែលអ្នកចាប់ផ្ដើមធ្វើសកម្មភាពតូចនេះអ្នកមិនមែនគ្រាន់តែផ្លាស់ប្ដូរអ្វីដែលអ្នកធ្វើនោះទេតែអ្នកកំពុងតែផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជាមនុស្សដែលមានវិន័យ
3. គម្រោងចាំកម្លាំងចិត្តវិធីសាស្ត្រដ៏ល្អបំផុតដើម្បីជោគជ័យគឺធ្វើការកិច្ចការនោះឲ្យតូចបំផុតរហូតដល់អ្នកមិនអាចបដិសេធវាបាននៅពេលដែលកិច្ចការតូចខួរក្បាលនឹងឈប់រកលេសឬវែកញែកទៀតអ្នកមិនចាំបាច់តថ្លៃជាមួយខ្លួនឯងទេអ្នកគ្រាន់តែធ្វើវាហើយអ្នកក៏មិនត្រូវការកម្លាំងចិត្តដែរការរងចាំកម្លាំងចិត្តឬក៏ការគិតច្រើនពេកវាគឺជាឧបសគ្គដ៏ធំដែលធ្វើឲ្យយើងមិនព្រមចាប់ផ្ដើមនោះហើយជារបៀបដែលសកម្មភាពតូចៗបង្កើតបាននូវវិន័យដែលមិនអាចបញ្ឈប់បានទោះបីជាវាហាក់បីដូចជាគ្មានន័យខណៈដែលពេលកំពុងធ្វើដូចជាអានសៀវភៅត្រឹម2នាទីឬក៏អានសៀវភៅត្រឹម1ទំព័រប៉ុន្តែវាមានអំណាចខ្លាំងក្លាជាងការរងចាំការលើកទឹកចិត្តដូច្នេះកុំរងចាំតតែមានអារម្មណ៍ចង់ធ្វើទើបចាប់ផ្ដើមត្រូវធ្វើកិច្ចការនោះឲ្យតូចបំផុតរហូតដល់អ្នកគ្មានហេតុផលនិងបដិសេធនោះវិន័យនឹងកើតឡើងហើយលទ្ធផលនឹងតាមមកដោយឯងទី4ការទទួលខុសត្រូវអ្នកនិពន្ធក្នុងសៀវភៅនេះបានបង្រៀនឲ្យយើងត្រូវមានភាពម្ចាស់ការលើជីវិតខ្លួនឯងឲ្យអ្នកចេះទទួលខុសត្រូវ 100% លើរាល់សកម្មភាពទាំងការសម្រេចចិត្តការជ្រើសរើសនិងលទ្ធផលដែលកើតឡើងក្នុងជីវិតខ្លួនឯងអ្វីដែលមិនត្រូវធ្វើគឺឈប់បន្ទោសកត្តាខាងក្រៅជោគជ័យមិនមែនកើតឡើងមកពីសំណាងឬក៏ព្រាងវាសនាឡើយប៉ុន្តែវាជាលទ្ធផលនៃជំរឿសរបស់បុគ្គលម្នាក់ៗដែលសម្រេចចិត្តធ្វើកិច្ចការតូចៗជារៀងរាល់ថ្ងៃទី5ត្រូវចេះតាមដានការតាមដានគឺពិតជាសំខាន់មែនទែនការកត់ត្រាទម្លាប់និងគោលដៅគឺជារឿងចាំបាច់បំផុតដែលដើម្បីធ្វើឲ្យអ្នកអាចមើលឃើញពីការរីកចម្រើនរបស់ខ្លួនឯងបានយ៉ាងច្បាស់លាស់ធ្វើឲ្យយើងដឹងពីស្ថានភាពពិតការតាមដានជួយឲ្យយើងដឹងខ្លួនឯងជានិច្ចពីអរិយាប័ត្រដែលយើងកំពុងធ្វើហើយរួចធ្វើការកែតម្រូវឲ្យបានទាន់ពេលវេលាដើម្បីកុំឲ្យយើងដើរខុសផ្លូវអ្វីដែលសំខាន់មួយទៀតគឺការកែលម្អជាបន្តបន្ទាប់ការកត់ត្រាសកម្មភាពជួយឲ្យយើងអាចវាស់វែងលទ្ធផលនិងធ្វើការផ្លាស់ប្ដូរចាំបាច់នានាដើម្បីឈានទៅរកការអភិវឌ្ឍជាប្រចាំផងដែរសរុបមកយើងមិនអាចគ្រប់គ្រងអ្វីដែលយើងមិនបានតាមដាននោះទេការកត់ត្រានៅរឿងតូចតាចគឺជាការដាក់វិន័យខ្លួនឯងឲ្យនៅជាប់នឹងគោលដៅចុងបញ្ចប់នៃវីដេអូនេះប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចជួយចុច like subscribe ដើម្បីទទួលបានវីដេអូដែលចំណេះដឹងល្អៗបន្ថែមទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ